ហេតុអីបានជាស្នេហារបស់ពួកយើងទៅជាបែបនេះទៅវិញឬក៏ព្រមលិខិតមិនកំណត់ឲ្យបងបានជួបអូនទេKevin គេតែណាហើយម៉ាក់កូនស្អប់គេណាស់សិនជាអាចខ្ញុំចង់បូជាក្របភ្នែកខ្លួនឯងឲ្យទៅនាងបានខ្ញុំសន្យាថាអ្នកនាងនឹងមិនឃើញមុខរបស់ខ្ញុំម្ដងទៀតនោះទេរឿងក្រមុំឆ្នះប៉ះកំឡោះសាវ៉ាភាគបញ្ចប់សាណាអូនឆាប់ដឹងខ្លួនមកណាបងកំពុងតែរងចាំអូនមកធ្វើជាកូនកំមុំរបស់បងហើយអូនឆាប់បើកភ្នែកមកសាណាបងមិនអាចរស់ខ្វះអូនបានទេអូនមកធ្វើតាមសន្យារបស់យើងជាបន្តទៀតបងកំពុងតែចាំអូនហើយហេតុអីពេលនេះអូនមិនឆ្លោះជាមួយបងដូចមុនហេតុអីបានជាអូនដាច់ចិត្តយ៉ាងនេះសាណាអូនដឹងទេគ្មានអូនបងមិនដែលសប្បាយចិត្តម្ដងណាឡើយបងចង់ឮសំឡេងសាច់របស់អូនសំឡេងអូនជេរបងថាអាស្វិនអាចទេសាណាអូនត្រឡប់មកកុហកបងម្ដងទៀតថាអូនមានឈ្មោះថាដាវអូនចាំបានទេអូនធ្លាប់ប្រាប់បងថាបងសួរអូនមួយថ្ងៃក្រោយអូនចង់ត្រឡប់មកលេងកន្លែងសួនសាំងស្នេហ៍នេះម្ដងទៀតដែរទេបច្ចុប្បន្ននេះចាំបើអូនចាំមកម្ដងទៀតតើបងនឹងជូនអូនមកទេប្រហែលជាអត់ទេមកទេព្រោះអូនមកតែបងគេដូចជារវល់នឹងការងាររបស់បងខ្លាំងណាស់មកតែបងមិនមានពេលវេលាគ្រប់គ្រាន់នឹងជូនអូនដល់លេងដូចជាពេលនេះនោះទេឲ្យតើអូនញញឹមបែបនេះទោះជាបងត្រូវជូនអូនទៅលេងនៅឋានប្រច័ណ្ឌក៏បងព្រមទៅដែរតែបើសិនជាថ្ងៃណាមួយលេងមានបងជូនអូនដើរលេងអូនទៅជាមួយនរណាទៅបើសិនជាថ្ងៃនោះមកដល់ពិតមែនអូននឹងរងចាំបងរហូតដល់បងត្រឡប់មកជូនអូនដើរលេងវិញចុះប្រសិនបើថ្ងៃណាមួយបងបាត់អូនវិញនោះតើបងនឹងមកកន្លែងនេះជាមួយអ្នកណាដែរទេបងបងសួរអូនវិញបើសិនជាបាត់អូនមែនតើសាណាឲ្យបងធ្វើយ៉ាងម៉េចទើបអូនព្រមត្រឡប់មករកបងវិញនិយាយមកបងធ្វើតាមគ្រប់បែបយ៉ាងបើសិនជាបាត់អូនពិតមែនអូនចង់ឲ្យបងមកកន្លែងនេះតែម្នាក់ឯងជ្រៀងរាល់ថ្ងៃហើយបងត្រូវបាត់ភ្នែកត្រូវរាប់ពី1ដល់40នៅពេលដែលបងរាប់ដល់40ទៅហើយនោះចាំបងបាត់ភ្នែកណានៅពេលនោះអូនប្រកាសជាបង្ហាញខ្លួននៅចំពោះមុខបងហើយមកទល់ពេលនេះបងរាប់អស់រយៈពេល2ថ្ងៃហើយសាណាតែអូនមិនទាន់ត្រឡប់មករកបងវិញនោះទេអូនដាច់ចិត្តណាស់អូនឲ្យបងដារាប់បណ្ដាហៅឈ្មោះអូនបណ្ដាតែអូនមិនព្រមបង្ហាញខ្លួនពីមុខបងដូចដែលអូនបានសន្យាសោះពេលនេះបងនៅពីមុខអូនហើយអូនឆាប់បើកភ្នែកមកណាសាណាបងកំពុងតែរងចាំអូនទៅលេងនៅទីនោះជាមួយបងម្ដងទៀតឆាប់ដឹងខ្លួនមកសាណាឈប់គិតច្រើនទៅ Kevin សាណាពេលនេះមានសុវត្ថិភាពហើយតែនាងមានអាការៈអីបន្តទៀតនៅមិនទាន់ដឹងនោះទេពួកយើងរងចាំការបញ្ជាក់ពីគ្រូពេទ្យសិនទៅណាកុំខ្វល់ច្រើនពេកគិតពីសុខភាពខ្លួនឯងខ្លះទេឯងមិនបានបាយទឹកតាំងតែពីព្រឹកមិញមកម្លេះម្សិលមិញក៏ញ៉ាំបានតិចតួចទៀតតោះឆាប់ទៅញ៉ាំបាយសិនទៅគ្នាមិនឃ្លានទេវីតូគ្នារងចាំឲ្យនាងដឹងខ្លួនមកវិញសិនបើមិនដូច្នេះទេគ្នាលេបបាយមិនចូលទេគ្រាន់តែសាណាម្នាក់មានបញ្ហាពួកយើងទាំងអស់គ្នាកើតទុកប៉ុណ្ណឹងទៅហើយចុះបើសិនជាឯងយ៉ាងម៉េចម្នាក់ទៀតទៅនោះឲ្យពួកយើងគិតយ៉ាងម៉េចហើយឯងទៅញ៉ាំអីបន្តិចសិនទៅណាពួកយើងបារម្ភពីឯងណាមិនអីទេគ្នាអរគុណឯងហើយតែពេលនេះគ្នាមិនឃ្លានពិតមែនចាំពេលដែលយើងទទួលបានដំណឹងពីគ្រូពេទ្យហើយចាំគ្នាទៅញ៉ាំឯងទៅមុនចុះគ្នាចង់នៅតែពីរអ្នកមនុស្សដែលគ្នាស្រឡាញ់អាការៈកូនស្រីរបស់ខ្ញុំយ៉ាងម៉េចទៅហើយលោកគ្រូពេទ្យតើនាងអាចដឹងខ្លួននៅពេលណាដែរទេខ្ញុំពិតជាបារម្ភពីកូនរបស់ខ្ញុំណាស់បានកូនលោកស្រីនឹងដឹងខ្លួនឆាប់ៗនេះហើយបានលោកស្រីក៏បារម្ភអីគ្រាន់តែថានាងតើនាងយ៉ាងម៉េចដែរលោកគ្រូពេទ្យឆាប់មានភាសាឲ្យលឿនបន្តិចមកណាស់ខ្ញុំពិតជាចង់ដឹងណាស់ខ្ញុំបារម្ភពីសុវត្ថិភាពកូនស្រីតែម្នាក់គាត់របស់ខ្ញុំណាស់លោកគ្រូពេទ្យសម្រួលអារម្មណ៍សិនតអូន
ចាំស្ដាប់លោកដុកទ័រគាត់បញ្ជាក់សិនកុំតន់ស្លុតចិត្តបែបនេះបងជឿថាកូនយើងមិនអីនោះទេត្រូវដែរទេលោកដុកទ័របាននាងបានរួចផុតពីគ្រោះថ្នាក់ហើយប៉ុន្តែដោយសារតែគ្រាប់កំភ្លើងបាញ់ចូលទៅប៉ះពាល់ដល់សរសៃប្រសាទខួរឆ្អឹងខ្នងទើបធ្វើឲ្យនាងមានបញ្ហាតាក់ទងជាមួយនឹងកែវភ្នែកមិនអាចមើលឃើញបាននោះទេថាយ៉ាងម៉េចនេះលោកដុកទ័រចង់បានន័យថាកូនស្រីរបស់ខ្ញុំនឹងពិការភ្នែកមែនទេត្រឹមត្រូវហើយបានប៉ុន្តែតើមានវិធីអីអាចជួយឲ្យនាងមិនឲ្យពិការភ្នែកបានដែរទេលោកគ្រូបើសិនជាអាចខ្ញុំចង់បូជាគ្រាប់ភ្នែកខ្លួនឯងឲ្យទៅនាងលោកគ្រូពេទ្យឆាប់ចាត់ការភ្លាមទៅមិនដល់ថ្នាក់នឹងពេកទេណាលោកនាងនឹងជាសះស្បើយឲ្យមើលឃើញដូចធម្មតាវិញឆាប់ទេគ្រាន់តែថាអ្វីគឺត្រូវការពេលវេលាទម្រាំតែភ្នែករបស់នាងភ្លឺច្បាស់ដូចដើមវិញទម្រាំតែកូនសាណាមានអាការៈដូចដើមវិញតើត្រូវចំណាយពេលខ្ទង់ប្រមាណដែរទៅលោកគ្រូពួកយើងមិនហ៊ានសន្យាទេបានតែជាទូទៅអាចថាខ្ទង់កន្លះខែទៅមួយខែនេះបើសិនជាមានការថែទាំដិតដល់ពីខាងក្រុមគ្រូពេទ្យរបស់យើងបានប៉ាអ្នកទាំងពីរនៅណាតែងម៉ាកូនពិតជាងងឹតណាស់កូនមកឲ្យមិនឃើញនោះទេកូនខ្លាចណាស់ម៉ាប៉ានៅណាតែងសាណាអូនដឹងខ្លួនហើយមែនទេ បងទៅមើលថែអូនហើយណាសាណាប៉ាវីតោះមកវាតោះកូនរបស់យើងដឹងខ្លួនហើយកូនយើងដឹងខ្លួនហើយកូនយើងតែងកូនយើងហើយណាបងឈប់យំតាណាសម្លាញ់ពួកយើងមកនៅជាមួយអញហើយហ្នឹងអញអស់អីហើយណាសាណាញ់ឈប់យំទៅហ្នឹងត្រូវហើយកូនអស់អីហើយហ្នឹងឈប់យំទៅហ្នឹងម៉ាក់នៅទីនេះហើយម៉ាក់មកនៅជាមួយកូនប៉ារបស់កូនក៏នៅទីនេះជាមួយកូនដែរហ្នឹងអ្នកម៉ាក់នីសាលោកប៉ាមិនបាច់ជាភ្នែករបស់ខ្ញុំមកមិនឃើញអ្វីសាញ់ចាញ់ដោយសារតែកូនមានរបួសប៉ះពាល់ដល់សរសៃប្រសាទកែវភ្នែកទៅជាបែបនេះតែមិនអីទេកូនបន្តិចទៀតកូនបានជាដូចធម្មតាវិញហើយចុះ Kevin គេទៅណាហើយម៉ាក់កូនស្អប់គេណាស់កូនមិនចង់ជួបគេទេមិនចង់លឺសម្បត្តិតែសម្លេងរបស់គេប៉ានឹងម៉ាក់កុំឲ្យគេមកទីនេះសោះណាកូនខ្លាចជាបែបនេះកូនដោយសារតែគេតែម្នាក់កូនមិនអីទេណាសាណាលោក Kevin គាត់បាននៅទីនេះឡើយត្រូវតែលោកពូអ្នកមីងបាទត្រឹមត្រូវហើយ Kevin គេមិនបាននៅទីនេះទេកូនសាណាមិនបាច់បារម្ភទេពួកយើងមិនឲ្យគេមកមើលកូនទេបើអញ្ចឹងសម្រាប់ចិត្តរបស់ម៉ាក់ឆាប់សម្រាប់សិនទៅណាសម្រាប់ឲ្យមានកម្លាំងខ្លាំងជាងនេះនឹងអាចបានឆាប់ជាពីជំងឺលើទីងពួកយើងនឹងនៅមើលថែកូនមិនទៅណាចៅកូននោះទេនេះអូនស្អប់បងដល់ថ្នាក់នឹងមែនទេសាណាបងអាក្រក់ក្នុងកាយភ្នែករបស់អូនខ្លាំងណាស់មែនទេអូនដឹងទេថាបងស្រឡាញ់អូនណាស់គ្មានមនុស្សប្រុសណាគេចង់ឃើញមនុស្សស្រីដែលខ្លួនស្រឡាញ់ខ្លាយទៅជាបែបនេះនោះទេបងយុននេះតែខ្ញុំកំពុងតែនៅកន្លែងណាទៅបងចាអ្នកនាងសាណាកំពុងតែនៅកន្លែងសួនសាស្ត្រស្នេហ៍ហ្នឹងខ្ញុំនាំអ្នកនាងមកទីនេះដើម្បីទទួលយកខ្យល់អាកាសនៅទីនេះហ្នឹងណាកុំឲ្យអ្នកនាងនៅក្នុងបន្ទប់គឺពិតជាស្ត្រេសខ្លាំងពេកឲ្យតើអូនញញឹមបែបនេះទោះជាបងត្រូវជូនអូនទៅលេងនៅឋានប្រច័ណ្ឌក៏បងព្រមទៅដែរតែបើសិនជាថ្ងៃណាមួយលេងមានបងជូនអូនដើរលេងអូនទៅជាមួយនរណាទៅអ្នកនាងសាណាអ្នកនាងគិតដល់ណាហើយហ្នឹងអ្នកនាងមានលើខ្ញុំនិយាយជាមួយដែរទេសូនសាំងស្នែងហើយចុះណាគេមកខ្លះទៅបងប្រាប់ខ្ញុំឲ្យត្រង់មកហ្នឹងកុំលាក់បាំងពីខ្ញុំអីគឺថាមានតែខ្ញុំនិងអ្នកនាងទេហ្នឹងគ្មានអ្នកណាមកជាមួយនោះទេខ្ញុំពិតជាអរគុណបងខ្លាំងណាស់បងយុនតែបើតាមខ្ញុំដឹងបងមិនចេះបើកឡាននោះទេតែហេតុអ្វីទេមិនបានជាបងជូនខ្ញុំមកកែនហើយបាញ់នេះខ្ញុំកេងលក់ទៀនតែនរណាគេបែកខ្ញុំឡើងឡានទេនឹងបែកខ្ញុំដើររទេះទេគឺថាគឺលោកវិទូត្រូវហើយគឺលោកវិទូ
ដែលជាសង្សាររបស់អ្នកនាងនេះយ៉ាងជាអ្នកបើកឡានជូនអ្នកនាងមកហ្នឹងប៉ាត់មែនហើយបងយុនបែបហ្នឹងមែនមិនបានជាបងនិយាយដូចជារនឹកបែបនេះបងកំពុងតែកុហកខ្ញុំមែនទេបើតាមខ្ញុំដឹងហ្នឹងជាធម្មតាបើសិនជាលោកវិទូមកគឺលោកខេវិនមកដែរហើយអត់ទេហ្នឹងបងមិនបានកុហកសាណានោះទេគឺបងភ្លេចឈ្មោះរបស់លោកវិទូគឺថាវានៅចំមាត់បន្តិចហ្នឹងណានឹកមិនឃើញសោះបងអូនក៏ដឹងហើយថាបងគឺជាមនុស្សពូកែភ្លេងបានចាញ់បងហៅលោកវិទូឲ្យមកនិយាយជាមួយខ្ញុំបន្តិចមកហ្នឹងតែខ្ញុំជឿបងចាំតិចបងហៅឲ្យប៉ុន្តែឥឡូវមិនដឹងថាទៅណាបាត់ហើយទេឃើញថានាំអ្នកនាងនីសាដើរទៅទិញអីញ៉ាំបាត់ហើយចាំបន្តិចសិនទៅណាអូនខឹងបងអូនលួចជេរបងដាក់ទំនេរបងយ៉ាងណាទេសាណាតែបងនឹងនៅទីនេះតាមមើលថែអូនរហូតដល់អូនត្រឡប់មកដូចដើមវិញពេលនោះបងក៏មិនឲ្យអូនឃើញមុខទៀតដែរបងយុននីសានឹងវិទូគេមកវិញហើយនេះខ្ញុំចង់ទៅផ្ទះវិញប្ររសៀននេះមានណាត់ជាមួយដុកទ័រផងពួកយើងប្រញាប់ទៅវិញផងហ្នឹងកុំនៅយូរពេកមិនទាន់ល្ងាចខ្លាំងទេណាអ្នកនាងនៅសល់ពេលវេលាច្រើនទៀតហ្នឹងកុំបារម្ភអីតែចាំខ្ញុំនាំអ្នកនាងទៅកន្លែងផ្សេងទៀតហ្នឹងគឺថាគឺជាកន្លែងពិសេសកន្លែងណាទៅបងយុនជួយប្រាប់ខ្ញុំបន្តិចបានទេគឺទៅកន្លែងមួយដែលទីនោះសម្រាប់តែអ្នកមានគូមកលេងទេហ្នឹងនឹងអង្គុយឲ្យតែស្ងៀមតែងបងរុញទៅហើយនៅពេលទៅដល់ហ្នឹងចាំបងប្រាប់ថាមានអ្វីខ្លះអូនសាណាប្រហែលជាមិនធ្លាប់មកទីនេះនោះទេមើលទៅខ្ញុំដូចជាអាណិតកូនខេវិនណាស់អ្នកដន្លងអើយខំប្រឹងធ្វើគ្រប់បែបយ៉ាងដើម្បីកូនសាណារបស់ខ្ញុំប៉ុន្តែសាណាវិញនាងដូចជាមិនដែលនឹករលឹកពីខេវិនសោះត្រូវហើយអ្នកតឡងខ្ញុំក៏អាណិតកូនប្រុសរបស់ខ្ញុំមិនចាញ់អ្នកតឡងនោះដែរហើយតាមដែលខ្ញុំមើលទៅកំហុសរបស់កូនខេវិនលើកនេះគឺសាណាមិនអាចលើកលែងបានទេអញ្ចឹងពួកយើងគួរតែធ្វើយ៉ាងម៉េចទៅលបងឬមួយក៏ពួកយើងមានតែបណ្ដោយតាមពេលវេលានោះទេពួកគេបានជួបគ្នាកាលពីគ្រាមុនគឺពេលវេលាជាអ្នករៀបចំឲ្យខ្ញុំគិតថាលើកក្រោយពួកគេនឹងបានជួបគ្នាម្ដងទៀតគឺវាអាស្រ័យលើពេលវេលាដែរហ្នឹងអ្វីគ្រប់យ៉ាងគឺទុកឲ្យពេលវេលាជាអ្នកកំណត់នេះតាពួកយើងមិនដល់កន្លែងណាទៅហើយបងយុនខ្ញុំមានអារម្មណ៍ថាកន្លែងនេះគឺដូចជាធ្លាប់មកពីមុនមកច្បាស់ហ្នឹងអូនមានអារម្មណ៍ថាធ្លាប់មកទីនេះតែតើអូនមានអារម្មណ៍ដឹងថានៅពេលនេះបងកំពុងតែនៅក្បែរអូនទេបងយុននៅកន្លែងណាដែរបងសួនសាស្ត្រស្នេហ៍នេះគឺជាកន្លែងពិសេសដែលគេអនុញ្ញាតឲ្យតើគូស្នេហ៍មកលេងទីមិនបានជាបងអាចនាំខ្ញុំមកទីនេះបានគឺថាណែគឺបងបានឲ្យលុយគេច្រើនទើបគេអនុញ្ញាតឲ្យចូលទៅអូនសាណាកុំឆ្ងល់ពេកហ្នឹងអត់នោះទេនៅទីកន្លែងនេះបើគ្មានមនុស្សប្រុសដែលជាសង្សាររបស់ខ្ញុំទេគេមិនឲ្យចូលឡើងទោះបីជាឲ្យលុយគេប្រហែលក៏ដោយបងយុនបងកុំកុហកខ្ញុំហ្នឹងប្រាប់ខ្ញុំឲ្យត្រង់មកហ្នឹងថានរណាគេជាអ្នកនាំខ្ញុំមកគឺថាលោកវិទូត្រូវឲ្យលោកវិទូជាអ្នកនាំសាណាមកហើយគេស្មានថាលោកវិទូគឺជាសង្សាររបស់សាណាហ្នឹងទើបគេអនុញ្ញាតឲ្យចូលទៅអំបានមិញនេះបងប្រាប់ខ្ញុំថាមកតែពីរអ្នកទេបើលោកវិទូគឺជាអ្នកនាំខ្ញុំមកទីនេះពិតមែនលោកវិទូលោកណែណាទេមកនិយាយជាមួយខ្ញុំបន្តិចមកបងយុនបងឆាប់ឲ្យលោកវិទូមកនិយាយជាមួយខ្ញុំបន្តិចមកណាបើសិនជាគេពិតមែននោះសាណាអំបាញ់មិញនេះលោកវិទូដើរទៅណាបាត់ហើយចាំបងទៅហៅគាត់ឲ្យហ្នឹងមិនបាច់ទេបងយុនក៏ហាក់ខ្ញុំបងបោកប្រាស់ខ្ញុំលោកវិទូមិនបាននៅទីនេះទេអ្នកដែលជួនខ្ញុំមកទីនេះគឺខេវិនត្រូវដែរទេលោកខេវិនលោកកំពុងតែនៅទីនេះត្រូវដែរទេឆាប់ប្រាប់ការពិតមកកាន់ខ្ញុំមកឈប់ក៏ហាក់ខ្ញុំទៀតតែត្រូវហើយសាណាគឺបងនៅទីនេះបងតែងតែនៅក្បែរអូនរហូតមកតាំងពីអូននៅក្នុងបន្ទប់សង្គ្រោះបន្ទាន់មកម្ល៉េះឆាប់ចាញ់តែខ្ញុំមិនចង់ឲ្យលោកមកពាក់ព័ន្ធជាមួយជីវិតរបស់ខ្ញុំទៀតនោះទេឆាប់ចាញ់ឲ្យបាត់ពីខ្ញុំតែលោកចាំ
ធ្វើបោកខ្ញុំដល់ពេលណាទៀតទៅលោកខេវិនលោកដល់លេខខ្ញុំតែងចាត់ទុកថាខ្ញុំសុំលោកទៅចា មិនអីទេសាណាអូនកុំបារម្ភអីបងនឹងចាក់ចាញ់ពីអូនតែបងសុំអូនរឿងមួយបានទេរឿងអីតែងនិយាយមកណាពេលនិយាយហើយក៏ឆាប់ចាក់ចាញ់ពីជីវិតខ្ញុំតែងហើយកុំត្រឡប់មកវិញទៀតអញ តែអ្នកនាងសន្យាសិនមកថាត្រូវទៅយល់ព្រមនៅអ្វីដែលខ្ញុំស្នើសុំ ក៏ឆាប់និយាយមកណាអត់តែលោកព្រមចាក់ចាញ់ពីជីវិតរបស់ខ្ញុំគឺខ្ញុំព្រមធ្វើតាមលោកគ្រប់បែបយ៉ាង ខ្ញុំសុំអ្នកនាងសាណាអនុញ្ញាតឲ្យខ្ញុំបានមើលថែទាំអ្នកនាងរហូតដល់អ្នកនាងបានជាសះស្បើយពីរបួសនិងភ្នែករបស់នាងអាចមើលឃើញវិញដូចដើមនោះខ្ញុំសន្យាថាខ្ញុំមិននៅឲ្យអ្នកនាងឃើញមុខទៀតទេខ្ញុំនឹងចាក់ចេញទៅឲ្យឆ្ងាយរហូតមិនឲ្យអ្នកនាងបានឃើញមុខម្ដងទៀត ខ្ញុំនិយាយថាយក5រួចហើយបើកាលពេលសម្ដីវិញនោះគឺពិបាកហើយមិនអីទេណាខ្ញុំយល់5តាមលោកទៅចាតែខ្ញុំសង្ឃឹមថាពេលដែលខ្ញុំមកឃើញឡើងវិញគឺខ្ញុំមិនឃើញមុខរបស់លោកទៀតទៅចា បានខ្ញុំសន្យាថាអ្នកនាងនឹងមិនឃើញមុខរបស់ខ្ញុំម្ដងទៀតនោះទេណាមកស្មាត់មែនតែខេវិនលោកកំតាណាចោលខ្ញុំណាប្រយ័ត្នតែទឹករលងបើឲ្យខ្ញុំដូរតែងនៅទីនេះជាមួយខ្ញុំហើយណាកំតាចោលខ្ញុំឯង ចុះអ្នកនាងមានចាំកាលពីក្មេងទេពេលដែលអ្នកនាងទុកខ្ញុំចោលនៅឆ្នេរនោះហើយរត់ទៅបាត់គ្មានងាកក្រោយទេ កាលនោះអ្នកនាងឡើងគួរឲ្យស្រឡាញ់ ប៉ុន្តែនៅពេលនោះខ្ញុំបានជួយជីវិតលោករួចហើយតែខ្ញុំចាញ់តែងអត់ទេអំបាញ់មាញ់នេះលោកនិយាយថាខ្ញុំគួរឲ្យស្រឡាញ់ណាស់កាលនៅក្មេងហើយចាប់បាននៅឋានៈពេលនេះខ្ញុំគួរស្អប់ណាស់មែនទេលោកខេវិន អត់ទេនៅក្នុងកាយភ្នែករបស់ខ្ញុំគឺអ្នកនាងគួរឲ្យស្រឡាញ់រហូតដល់អ្នកនាងលែងបានឃើញខ្ញុំគឺអ្នកនាងលែងបានជួបខ្ញុំរហូតហើយ មែនហើយនៅសប្តាហ៍ក្រោយនេះខ្ញុំប្រហែលជាមកឃើញវិញហើយដល់ពេលនោះពួកយើងឡើងជាអ្វីនឹងគ្នាទៀតហើយឡើងតាក់ទងគ្នាដូចជាពេលនេះខ្ញុំសង្ឃឹមថាលោកអាចរកបានមនុស្សស្រីម្នាក់ដែលល្អហើយលោកវិញគួរតែឈប់សាវ៉ាទៅណា ដូចគ្នាណាសាណាខ្ញុំជូនពរឲ្យនាងរកបានមនុស្សដែលល្អជាងខ្ញុំហើយអ្នកនាងត្រូវកាត់បន្ថយភាពឆ្នះរបស់ខ្លួនផងឬទេកុំពូកែងក់ងល់គ្មានមូលហេតុពេក មិនអីនោះទេអានិយាយបានថាអ្នកថ្មីនោះដែលខ្ញុំជួបនៅពេលអនាគតគេអាចនឹងពេញចិត្តជាមួយនឹងចរិតងក់ងល់របស់ខ្ញុំដែលមិនធន់ទ្រាំដូចជាលោកនោះឡើយ បានឲ្យតែអ្នកនាងពេញចិត្តទៅគឺបានហើយខ្ញុំចង់ឃើញស្នាមញញឹមរបស់អ្នកនាងបែបនេះរហូត ខ្ញុំមិនទេខ្ញុំប្រកាសជាសប្បាយចិត្តហើយលោកមិនចាំបាច់បារម្ភនោះទេណាតែលោកសន្យាណាថាលោកក៏មិនត្រូវកាត់ទុកនោះដែរនៅពេលដែលមានស្នេហាលើកក្រោយកុំពូកែឆាដាក់គេពេក បានខ្ញុំដឹងហើយតោះពួកយើងឆាប់ទៅមុខបន្តទៀតកុំនៅទីនេះយូរពេកខ្លាចក្រែងអ្នកនាងចុកជើងតាមពិតទៅបងមិនដែលធុញអូនបងមិនដែលចង់នៅឃ្លាតឆ្ងាយពីអូនម្ដងណាឡើយតែដើម្បីបំណងប្រាថ្នារបស់អូនដើម្បីសេចក្តីសុខរបស់អូនបងព្រមធ្វើគ្រប់យ៉ាងឲ្យតែអូនសប្បាយចិត្តអូនមិនដឹងទេសាណាថាបងស្រឡាញ់អូនខ្លាំងណាស់មួយជីវិតនេះមានអ្វីមិនស្មើនឹងមានអូនឡើយអ្នកនាងសាណាត្រៀមខ្លួនហើយមែនទេបន្តិចទៀតអ្នកនាងនឹងមើលឃើញពិភពលោកដ៏ស្រស់ស្អាតនេះម្ដងទៀតហើយណាព្រោះបង់នៅលើភ្នែករបស់អ្នកនាងនឹងត្រូវដកចេញ ចាលោកគ្រូប៉ែនខ្ញុំបានត្រៀមរួចរាល់ហើយលោកឆាប់ចាត់ការតែងក៏ប៉ុន្តែប៉ាម៉ារបស់ខ្ញុំនឹងនីសាលោកវិតុងមាននៅទីនេះដែរទេពួកយើងនៅទីនេះជាមួយកូនហើយណាសាណាញ់បន្តិចទៀតកូនស្រីរបស់ម៉ាក់នឹងបានមើលឃើញវិញហើយម៉ាក់ពិតជាសប្បាយចិត្តណាស់មិនចឹងអីប៉ាវី ត្រូវហើយម៉ាក់វាខ្ញុំក៏សប្បាយចិត្តខ្លាំងដែរ ប្រហែលជាអូនភ្លេចបងបាត់ទៅហើយបានជាមិនសួររកឈ្មោះបងបែបនេះបងស្ដាយណាស់ដែលបានសាងកំហុសដ៏ធ្ងន់មួយទៅលើអូនបងស្ដាយណាស់
ពេលដែលអូនបើកភ្នែកវិញតែបែរជាមិនឃើញវត្តមានរបស់បងសង្ឃឹមថាអូននឹងមានសេចក្តីសុខណាស់សាណាបងស្រឡាញ់អូនណាស់អ្នកនាងសាណាពេលដែលខ្ញុំដកបង់ដែលរុំនៅលើភ្នែកអ្នកនាងហើយខ្ញុំនឹងរាប់ពី1ដល់3ពេលនោះចាំអ្នកនាងបើកភ្នែកណាអ្នកនាងយល់អ្វីដែលខ្ញុំកំពុងតែនិយាយទេចាខ្ញុំយល់ហើយលោកគ្រូប៉ែនឆាប់បកវាចេញទៅអញ្ចឹងខ្ញុំបកចេញហើយណា1 2 3អ្នកនាងសាណាបើកភ្នែកទៅ1កុំបញ្ញាប់ពេកអ្នកនាងមើលឃើញដែរទេចាខ្ញុំមកឃើញហើយក៏ប៉ុន្តែអាណាតាខេវិននោះលោកគ្រូប៉ែនខេវិនគេនៅណាទៅអ្នកទាំងអស់គ្នាមិនបានជាខ្ញុំមិនឃើញខេវិនចឹងគេមិនមកមើលកូនទេខេវិនបាញ់មិញនៅទីនេះតើហេតុអីក៏ទៅណាបាត់លឿនម្ល៉េះឬមួយក៏កូនសាណាមែនហើយប្រហែលជាគេគិតបែបនេះហើយមើលទៅគេមិនបានស្រឡាញ់កូននោះទេតាមពិតទៅគឺលោកខេវិនម្នាក់នោះហើយដែលតែងតែនៅមើលថែនៅនាងសាណាមករហូតតាំងតែពីថ្ងៃដែលនាងមកមន្ទីរពេទ្យរហូតមកដល់ពេលនេះជាថ្ងៃដែលនាងបានជាសះស្បើយគ្រប់យ៉ាងតែពេលនេះមិនបានជាគេមិននៅមើលនាងថាភ្នែករបស់នាងជាហើយរនៅបែបនេះហេតុអីបានជាស្នេហារបស់ពួកយើងទៅជាបែបនេះទៅវិញឬក៏ព្រំលិខិតមិនកំណត់ឲ្យបងបានជួបអូនទេសាណាបងចង់ដឹងណាស់ថាពេលនេះអូនមាននឹកឃើញបងខ្លះទេបានហើយខ្ញុំពិតជាខ្ពើមសម្ដែងរបស់នាងណាស់បានលោកយាយមិនមកខំអីនេះមករកខ្ញុំទេស្មានតែមនុស្សដូចជានាងមានចិត្តមករកខ្ញុំមែនទេពេលនេះបងមកទីនេះម្ដងទៀតតែបែរជាគ្មានវត្តមានរបស់អូនទៅវិញបងនឹកអូនណាស់បងសង្ឃឹមថាពេលដែលបងបើកភ្នែកឡើងបងនឹងបានឃើញអូនម្ដងទៀតទៅចុះខេវិនបងប្រកាសជាមកទីនេះអូនទេដឹងមុនហើយមិនបានជាបងកិច្ចមកពីអូនបែបនឹងខេវិនបងឈប់ស្រឡាញ់អូនហើយមែនទេបងឆាប់ប្រាប់អូនមកឆ្លើយនឹងអូនមកអត់ទេសាណាបងគ្រាន់តែចង់បំពេញតាមបំណងរបស់អូនតែប៉ុណ្ណោះបងសុំទោសណាអ្វីបងបានគិតទុករួចអស់ទៅហើយបងមិនអាចត្រឡប់ទៅរកអូនវិញបានទេព្រោះអូនស្អប់បងតែបងនឹងចាំថាអូនមិនចង់ជួបបងចាំថាអូនបានដេញបងចាំថាមានអ្នកផ្សេងកំពុងតែរងចាំអូនបងនឹងគឺចាំអស់មួយជីវិតមិនបានជាបងមកសុំតើអូនមួយម៉ាត់តាខេវិនមិនក៏បងចាក់ចេញទៅទាំងបែបនេះបងលែងស្រឡាញ់អូនហើយមែនទេបើសិនវាជាបំណងរបស់បងពិតមែននោះអូនក៏ប្រាប់ដល់លែងបងដែរសាណាបងសុំទោសណាលើកលែងទោសឲ្យបងម្ដងទៅបានទេព្រមរៀបការជាមួយបងទៅបងស្រឡាញ់អូនបងមិនអាចរស់នៅដោយគ្មានអូនបាននោះទេបងឆ្កូនអូនព្រមហើយពេលនេះអូនយល់ហើយថាគ្មានអ្នកណាអាចមកចំនួនកន្លះរបស់បងបាននោះទេអូនចាំបងមកចុះស្ដីនឹងអូនណាស្នេហាគឺបែបនេះត្រូវតែចេះអត់ឱនឲ្យគ្នាស្មោះត្រង់ហើយកុំចិត្តខ្លាំងពេកអេដមីនសូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានតាមដានតាំងពីភាគទី1រហូតដល់ភាគបញ្ចប់ចាំជួបគ្នាជាមួយរឿងថ្មីទៀតណា